បាទខ្ញុំទិញវីដេអូយូរឥឡូវមកមើលកាក់ឋានខាងស្រុកនៅផ្ទះយើងណាទៅម្ល៉េះបាននិយាយទៅចាប់ពីរៀងភ្លៀងមកស្ទុះតិចមកមុនណាវាខានភ្លៀងតែ2ថ្ងៃទេឃើញទេនេះរៀបអត់ទៅបានមួយថ្ងៃហ្នឹងមុនណានេះបានប៉ុណ្ណេះបាទអញ្ចឹងថាដល់ពេលរៀងភ្លៀងហើយការងារយើងរៀងថាលបឿនវារៀងលបឿននៃការងារវាស្ទុះទៅមុខរៀងលឿនតិចណាព្រោះតែតែយើងអាកាសធាតុយើងអត់ភ្លៀងដូចពីមុនប្រហែលថ្ងៃមុនបងប្អូនធ្វើបានតែកន្លះថ្ងៃទេចឹងកាកឋាននេះយើងទៅធ្វើបានប្រហែលជាបាក់10ថ្ងៃទៅណា10ថ្ងៃទេប៉ុណ្ណេះប៉ុន្តែដូចខ្ញុំនិយាយចឹង10ថ្ងៃហ្នឹងបើយើងសាច់ធ្វើបានតែ5 6ថ្ងៃទេព្រោះដោយសារវាភ្លៀងបាទខែនេះដឹងស្រាប់ហើយបាទបងប្អូនដឹងស្រាប់ហើយខែនេះភ្លៀងខ្លាំងណាស់បាទឥឡូវមកមើលពីទឹកដៃនៃការរៀបអត់របស់ក្រុមការងាររបស់ជើងមកឥឡូវយើងមើលថាទឹកដៃការងារវាស្អាតអត់ឥឡូវយើងមើលជួរសសរទីបាទនេះជួរសសរទី1ជួរសសរទី1យើងមើលត្រង់ជួរអត់បាទត្រង់ជួរអត់នេះអញ្ចឹងពីមុខត្រង់បាទអញ្ចឹងឥឡូវយើងមើលជួរសសរទី2ឃើញទេបងប្អូនណាមើលបងប្អូនមើលមែនទេណាត្រង់ឬប្រង់បាទអញ្ចឹងត្រង់ព្រិញហ្នឹងបងប្អូនណាអញ្ចឹងអានេះវាអង្ការដែលខ្ញុំប្រាប់ពីរបៀបនៃការរៀបចំចាក់សសរឲ្យបានត្រឹមត្រូវគឺពេលដែលចាក់ហើយវាចេញលទ្ធផលមកអញ្ចឹងគឺវាត្រង់ព្រិញឥឡូវពីការពេលដែលយើងរៀបអត់ហើយថាវាត្រង់អត់មែនទេពេលដែលកាលណាសសរត្រង់យើងរៀបអត់ទៅត្រង់ដូចបន្ទាត់ហ្នឹងដោយសារអីវាបានជួរជាមួយអាខ្សែបន្ទាត់ដែលយើងដាក់ពីលើហ្នឹងគឺវារត់ត្រង់មកជួរវាដល់ពេលយើងរៀបអត់ឃើញទេរៀបស្មើតែសសរគឺរួចខ្លួនបើឃើញត្រង់ជួរបណ្ដោយទេបងប្អូនណាបាទអានេះគេហៅថាការរៀបចំពីដំបូងរហូតដល់ឡើងមកលើមកគឺវាត្រឹមត្រូវទាំងពីក្រោមដល់លើគឺយើងធ្វើបានស្អាតនេះហើយពីពុនមួយការរៀបបាត់គេរៀបបាត់យើងរៀបស្មើតែសាច់សសរគឺដឹងតែត្រង់ភ្លឹងតែម្ដងស្អាតនេះបាទអញ្ចឹងឡើងបដានេះបាទអូខេថ្ងៃនេះខាងខ្ញុំបាទជាងម៉ូក៏ចេញដំណើរទៅខាងការដ្ឋានមួយទៀតនៅខាងឃុំមន្ទីរឆ្មាបងប្អូនជួបគ្នាមន្ទីរឆ្មាខ្ញុំរៀបចំថ្ងៃនេះខ្ញុំបាទជាងម៉ូក៏នាំកូនជាងម្នាក់បាទទៅកាន់ការដ្ឋានមួយទៀតនៅខាងមន្ទីរឆ្មារៀបចំបាញ់ជាមួយឆ្អឹងពីដានបាទរៀបចំពីដានហើយខ្ញុំនឹង review ជាមួយនឹងផ្ទះនៅការដ្ឋាននៅខាងមន្ទីរឆ្មាដែលយើងដល់ណាហើយកំពុងតែបោកបងប្អូនណាការដ្ឋានមន្ទីរឆ្មាកំពុងតែបោកដោយសារខាងហ្នឹងម្ចាស់គាត់អត់សូវប្រញាប់ទេព្រោះគាត់ខ្វះខាតនៅថវិកាមួយចំនួនហ្នឹងទៅគាត់ឲ្យយើងធ្វើបដែតតាមទឹកលុយប្រាក់ខែរបស់គាត់យើងអាចបដែតបានណាអាស្រ័យលើម្ចាស់ទេបើថាបងប្អូនលុយដល់បុកលុយជាងភឹងផ្ដាច់ជាងដាក់កម្លាំងជាងច្រើនចូលភឹងផ្ដាច់ដូចគ្នាណាអត់មានសូនសាញច្រើនទេព្រោះដោយសារកម្លាំងគ្រប់គ្រាន់សំខាន់ទឹកលុយបងប្អូនទេបងប្អូនមានបណ្ណាប់បុកឲ្យលឿនតាមចិត្តហ្នឹងហើយនេះបាទបាទទេកពុយ5តម្លៃ10000ជាងទេបងប្អូនណា10000ជាងទេចឹង10000កតុយណាកតុយហ្នឹងវាវ័យថាពាក់កដាលចុះនេះ10000ពាក់កដាលនេះចឹងបងប្អូនអាចសាងសង់បានទេនេះបាទស្អាតណាស់ដល់ពេលរួច100%នឹងឃើញវីរូបរាងជាក់ស្ដែងបាទ